បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកកែវិញ្ញាសាទី2ដែលជាវិញ្ញាសាជំរើសសម្រាំងត្រៀមប្រឡងបាក់ឌុបនៅថ្ងៃទី10 ខែ 8 2026បាទអញ្ចឹងលោកគ្រូនឹងធ្វើកំណែនៅផ្នែកលំហាត់មុនហើយបន្តមកទៀតបានលោកគ្រូចាប់ផ្ដើមធ្វើផ្នែកសំណួរអញ្ចឹងយើងមើលនៅក្នុងផ្នែកលំហាត់នៅក្នុងផ្នែកលំហាត់នៅក្នុងសំណួរទី1គេសួរថាតើ molecule ADN នីមួយៗដំឡើងទ្វេប្រមាណលើកបាទអញ្ចឹងយើងដាក់ប្រមាណទី6បាទប្រមាណទី6បាទប្រមាណទី6គេឲ្យ18បន្ទុកឲ្យ18បន្ទុកបាទអញ្ចឹងនៅក្នុងសំណួរទី1ក្នុងសំណួរទី1គេសួរថាតើ molecule ADN នីមួយដំឡើងទ្វេប៉ុន្មានលើកអញ្ចឹងបើសិនបើសំណួរគេសួរលើកមានន័យថាយើងអាចនិយាយថាជាចំនួនដងដល់ពេល molecule ADN នីមួយមានន័យថាជា molecule ADN ទាំងពីរអញ្ចឹងយើងសរសេរថាទី1រកចំនួនលើកដែល molecule ADN ធ្វើស្វ័យតម្លើងទ្វេគឺស្វ័យតម្លើងទ្វេអញ្ចឹងយើងដាក់តាមបម្រាប់គេប្រាប់ថាគេមាន molecule ADN 2ដែលមាននុយក្លេអ៊ទីតសរុប5400អញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលដែលយើងអានប្រធានលំហាត់នៅពេលដែលគេប្រាប់បែប molecule ADN 2ឬអង្កត់ ADN 2អញ្ចឹងមានន័យថាយើងតាំង M ធំអង្សជា molecule ADN ទី1M ធំដឺជា molecule ADN ទី2អញ្ចឹងដល់ពេលមាន molecule ADN 2អញ្ចឹងមានន័យថាយើងអាចសរសេរបាន M ធំអង្សបូក M ធំដឺស្មើ molecule ADN សរុបអញ្ចឹងស្មើនឹង M ធំរបស់ ADN អញ្ចឹង M ធំរបស់ ADN ដើមមានន័យថាជា M ធំរបស់ ADN មេ M ធំរបស់ ADN មេស្មើ5400បាទខ្ញុំអាចដាក់តាំងសមីការ1អញ្ចឹងបន្តមកទៀតគេប្រាប់ថា molecule ADN ទាំងពីរបានដំឡើងទ្វេជាបន្តបន្ទាប់មានចំនួនដងស្មើគ្នាហើយបង្កើតបាន molecule ADN កូនមួយចំនួនដែលមានប្រវែងសរុបបើគិតបញ្ចូលគ្នា7344 ណាណូម៉ែត្រអញ្ចឹងកន្លែងហ្នឹងនៅពេលដែលបងប្អូនអានប្រធានគេប្រាប់ថា molecule ADN កូនណាអញ្ចឹងប្រសិនបើយើងទាញបែបនេះយើងទាញបាន M ធំរបស់ ADN មេណាប្រសិនបើបងប្អូននៅក្នុងលំហាត់នេះគេប្រធានលំហាត់គេអាចធ្វើឲ្យយើងបងប្អូននឹងភ័ន្តច្រឡំអញ្ចឹងយើងនឹងអាចទាញ ADN មេអញ្ចឹងបើសិនបើយើងទាញ ADN មេអញ្ចឹងអត់ត្រូវទេអញ្ចឹងមានថាបងប្អូនទាំងអស់គ្នាត្រូវប្រយ័ត្នកន្លែងហ្នឹងគេប្រាប់ថា molecule ADN កូនណាមានប្រវែងសរុបចឹងកន្លែងហ្នឹងយើងទាញបាន M ធំ ADN កូនស្មើ73 44 ណាណូម៉ែត្របាទកន្លែងនេះ73 44 ណាណូម៉ែត្រឬបើសិនបើបម្រាប់ប្រធានទី5 7,4
344 មីក្រូម៉ែត្រចឹងមានថាបងប្អូនទាំងគ្នាយើងត្រូវបំបែកណានូម៉ែត្របំបែកណានូម៉ែត្រយើងអាចសេបានបែបនេះយើងអាចសេបានបែបនេះ73 44គុណនឹង10សេគុណដល់3អានេះខ្ញុំសរសេរតម្រូវក្បៀសតែដោយសារនៅក្រៅខ្ទង់យើងបំបែកទៅមីក្រូម៉ែត្រ1មីក្រូម៉ែត្រស្មើ10សេគុណបូក3ណានូម៉ែត្រអញ្ចឹងគុណ10សេគុណ3ណានូម៉ែត្រអញ្ចឹងមានថាយើងទូទាត់ទៅគឺស្មើ73 44ណានូម៉ែត្រអញ្ចឹងបើប្រាប់ធាតុគេប្រាប់បែបនេះអូនប្របែកទៅក៏នៅតែសេបានដូចនេះដែរបាទអញ្ចឹងបំរាប់ប្រធានរបស់យើងនៅក្នុងរមាំងទី1អស់ហើយបាទរមាំងទី1អស់ហើយបងប្អូនគ្នាមើលថាគេសួររកចំនួនលើកដែល molecule ADN ណាដែល molecule ADN ធ្វើស្វ័យតម្លើងទ្វេ molecule ADN ទាំងពីរធ្វើស្វ័យតម្លើងទ្វេអញ្ចឹងយើងមើលថាបំរាប់របស់យើងគេឲ្យតែ2សមត្ថកម្មទេអញ្ចឹងបើសិនជា2សមត្ថកម្មយើងបំរាប់ប្រើអ្វីយើងចាប់ផ្ដើមដោះស្រាយនៅកន្លែងហ្នឹងមិនអញ្ចឹងទេអញ្ចឹងយើងយកអានេះមកដោះស្រាយសិនអានេះដូចជាអត់អាចតនគណនាចេញទេអញ្ចឹងយើងយក M របស់ ADN កូនមកធ្វើការគណនាអញ្ចឹងលោកគ្រូសរសេរដោយចម្ងាយពីនុយក្លេអូទីត1ទៅនុយក្លេអូទីតមួយទៀតទៅនុយក្លេអូទីតមួយទៀតស្មើ 0.34 ណានូម៉ែត្រចឹងមួយយើងទាញបាន L តូចរបស់ ADN កូនស្មើ M ធំរបស់ ADN កូនចែកជា2គុណនឹង 0.34 ណានូម៉ែត្របាទចឹងកន្លែងនេះបើសិនបើលំហាត់គេប្រាប់ប្រវែងរបស់កូនគុណតាំងកូនបើលំហាត់គេប្រាប់ប្រវែងរបស់មេគុណតាំងមេអញ្ចឹងយើងនាំឲ្យM ធំ ADN កូនស្មើ2គុណនឹង L តូចរបស់ ADN កូនចែកនឹង0.34 ណានូម៉ែត្របាទយើងចំនួនលេខចូលយើងបាន2គុណនឹង L កូន73 44 ណានូម៉ែត្របាទកន្លែងនេះយើងអាចសរសេរតម្រូវក្បៀសយើងអាចសរសេរបាន34គុណ10សេគុណដក2ណានូម៉ែត្រតម្រួលណានូម៉ែត្រអស់អញ្ចឹងយើងបាន73 44យើងបោះសេគុណដក2ឡើងលើបាន10សេគុណបូក2ចែក17អញ្ចឹងលោកគ្រូមើលចម្លើយដើម្បីយើងធ្វើលឿនអញ្ចឹងនឹងស្មើ43200ស្មើ43200អញ្ចឹងយើងដាក់ຂະຫນាតនុយក្លេអូទីតអញ្ចឹងបងប្អូនទាំងអស់គ្នាមើលថាប្រសិនបើគេសួររកចំនួនលើកដែល molecule ADN ធ្វើស្វែងឡើងទ្វេមានន័យថាគេសួររក2សេគុណ n ប្រភេទ2សេគុណ n ជាចំនួនដងឬចំនួនលើកដែល molecule ADN ធ្វើស្វែងឡើងទ្វេអញ្ចឹងមានន័យថាបើសិនបើគេសួររក2សេគុណ n យើងគិតតទៀតលំហាត់របស់យើងគេប្រាប់ M ធំរបស់ ADN កូនយើងរកឃើញហើយអញ្ចឹង M ធំរបស់ ADN កូនដោយសារមាន molecule ADN 2អញ្
ចឹងយើងរកមួយមានន័យថាâm ធំរបស់ ADN កូនទី1យើងត្រូវយកណាចំនួននុយក្លេទីតសរុបរបស់ molecule ទី1គឺ âm ធំអគុណនឹង2សេគុណ n ប្រសិនបើ molecule ADN កូនទី2យើងយកចំនួននុយក្លេទីតសរុបរបស់ ADN ទី2 âm ធំដឺគុណនឹង2សេគុណ n អញ្ចឹងលំហាត់របស់យើងលោកគ្រូបញ្យល់បញ្ជាក់បន្តិចប្រសិនបើលំហាត់របស់កូនបងប្អូនទាំងគ្នាត្រូវគុណនឹង2សេគុណ n ណាលោកគ្រូឧទាហរណ៍មួយទៀតអាកូនស្មើតេកូនស្មើអារបស់មេគុណនឹង2សេគុណ n សេកូនស្មើសេកូនស្មើនុយក្លេទីតសេរបស់មេគុណនឹង2សេគុណ n អានេះគឺរំលឹកទៅលើរូបមន្តរបស់កូននុយក្លេទីតភេទមួយរបស់កូនតែបើនុយក្លេទីតសេរីប្រភេទមួយយើងត្រូវដកមេមួយចេញបាទអញ្ចឹងហាត់របស់យើងត្រូវរកឲ្យទៅតាក់ទងរូបមន្តនុយក្លេទីតសេរីតាក់ទងរូបមន្តនុយក្លេទីតរបស់កូនត្រូវវិចារសួរស្វែងបានធ្វើអញ្ចឹងយើងវិចារ ADN មេ1តម្លើងធ្វើមួយដងបង្កើតបាន ADN កូនស្មើ2សេគុណ 1តម្លើងធ្វើ2ដងបង្កើតបាន ADN កូនស្មើ2សេគុណ 2តម្លើងធ្វើ3ដងបង្កើតបាន ADN កូនស្មើ2សេគុណ 3អញ្ចឹងយើងវិចាររហូតដល់ n ដងតម្លើងធ្វើ n ដងបង្កើតបាន ADN កូនស្មើ2សេគុណ n អញ្ចឹងយើងវិចារថាដោយ molecule ADN កូនទី1និងទី2ធ្វើស្វ័យតម្លើងទ្វេn ដងយើងបាន âm ធំរបស់ ADN កូនទី1ស្មើ âm ធំអងគុណនឹង2សេគុណ n âm ធំ ADN កូនទី2ស្មើ âm ធំដឺគុណនឹង2សេគុណ n បាទបន្តមកទៀតយើងយកកូនទី1បូកកូនទី2ឲ្យស្មើ âm ធំកូនសរុបអញ្ចឹងយើងបាន âm ធំ ADN កូនទី1បូក
âm thùm ADN កូនទី2ស្មើâm thùm ADN កូនសរុបអញ្ចឹងយើងចំនួនចូលâm ADN កូនទី1âm thùm ong គុណនឹង2សេគុណ n បូកâm ADN កូនទី2âm thùm đơ គុណនឹង2សេគុណ n ស្មើâm thùm ADN កូនសរុបអញ្ចឹងâm ADN កូនសរុបយើងស្មើយើងរកឃើញហើយ43200 43200 អញ្ចឹងយើងទាញរកដាក់2សេគុណ n ជាកតានៅសល់âm thùm ong បូកâm thùm đơ ស្មើ43200 bạn chân dương tì rô pi sẽ còn ấn mà chân cái lại âm on bộ âm đớ cần những bọt thằng nó chạy chân những bàn 43200 chạy âm thùm ón bột âm thùm đờ chân mà 43200 âm on bộ âm đớ mà âm thùm mì chân âm thùm mì dương chùm nuốt đói 5400 bạn xong pi xùm rồi cháu chân dương ai đặt 7 bán 7 4 3 pi trả 7 7 5 6 7 7 bạn đặt chứ như xe ban pi sẽ còn ấn mà pi sẽ còn 7 ngon ỏi ấn má 7 bài trắng làm hạt trắng chọc ấy đôi ni molecule ADNទាំងពីរធ្វើស្វ័យតម្លើងទ្វេ3 ដងបាទធ្វើសិនបើគេ3ដងបាទយើងចប់សំណួរទី1អញ្ចឹងយើងចូលសំណួរទី2បាទយើងចូលសំណួរទី2សំណួរទី2គេសួរថាកណនីចំនួនសម្ព័ន្ធគីមីក្នុងម៉ូលេគុល ADN នីមួយៗទី2រកចំនួនសម្ព័ន្ធគីមីក្នុងម៉ូលេគុល ADN ទាំងពីរក្នុងម៉ូលេគុល ADN ទាំងពីរបាទអញ្ចឹងយើងដាក់បំរាប់តាមបំរាប់គេប្រាប់ថាបើគេដឹងថាម៉ូលេគុល ADN ទី1មានចំនួននុយក្លេអ៊ីត 1360 លើសម៉ូលេគុល ADN ទី2អញ្ចឹងមានន័យថាâm thùm ong លើសâm thùm đơ ណាមានន័យថាâm thùm ong លើសម៉ូលេគុល ADN ទី2âm thùm ong ធំជាងâm thùm đơ បើវាធំជាងចំនួនប៉ុន្មានដងធំជាង 1360 ចឹងបងដាក់ 1360
chẳng cái lại thông chiên này nhưng ai sẽ bán mà nè âm thùng ong mà âm thùng đế bột một con bê học sập chẳng như ai sẽ bán rư âm thùng ong đó âm thùng đế mà đập bấy học sập cứ tang sợi cá tỷ chẳng và chẳng phố phố tao khi mơ tha sân bậc cây xua rốc chùm nôn sầm pon kì mì được nông mô lực kia là ăn từng pì mi đi tha cây xua rốc chùm nôn sầm pon kì mì rồi bo ăn tí muối nâng chùm nôn sầm pon kì mì rồi bo ăn tí pì chẳng chùm nôn sầm pon kì mì nhưng mơ tha sân bậc cây xua rốc chùm nôn sầm pon kì mì nơi lời cho bạn kham khang chẳng phố tao khi vô âm thông lửa pí đọ mùi bài này kia xuân nơi lời một kham khang tê mi đi tha xua rốc nơi lời cho bạn thằng piរបស់ ADN អញ្ចឹងយើងយក âm ធំ ADN ដកពីបាទតោះអញ្ចឹងមានន័យថាយើងរកឲ្យឃើញ âm ធំអងនិង âm ធំដឺអញ្ចឹងយើងដាក់តាម1និង2តាម1និង2យើងបានប្រព័ន្ធសមីការយើងបានប្រព័ន្ធสมัยกามาประปอนสมัยกาจังยึกบานâm ถมอ้องบก âm ถมเด้อสมาปรามป้อนบุญรอยบานสมัยกามวยเตี้ย âm ถมอ้องดอ âm ถมเด้อสมา1360สมัยกาปีchẳng như bột bốt bạch nhặt âm thùng đừ chẳng ban pi âm thùng òn smá xốn làm muối làm pi làm mùi chẳng ngon ỏi âm thùng òn smá học làm pi học sấp chạy pì và chắc mà mùi chạy pì bạn bấy làm pi chạy pí bạn bấy đọc vào muối những đạm bấy pi đọc vào muối sồn chân nát nối lê ổ tịt nát nuôi lê ổ tịt chẳng rồi bị dân khơi âm thùng ó dân vô chùm nuốt không sợi ca muối của bán tiêu mà tại không sợi ca pí lấy tội chiên đấy chẳng những thưa tam sợi ca pí tam pí dương bàn dương bán dương bọt âm thùng đơ mà ông thì pí dương bàn âm thùng đớ chẳng đập bay hộp sập bọt từ ông thì muối bạn đọ chứ mà âm thùng ón đó đọc bấy học sập chùm nuôi lấy chố âm thùng ón bàn sam sập bấy bạch sập đó đọc bấy học sập chẳng spa thì tụi tóm ăn đi sồn bấy đọc mỗi bàn pì bấy đọc bấy sồn bày đậm mũi sập pì chẳng khi pi pon thầy nát nối lê ổ tịt bài chẳng như bị cha sầm pon kimi máu đòi
នុយក្លេអូទីត2ជាប់គ្នាដោយសម្ព័ន្ធគីមីមួយជាប់គ្នាដោយសម្ព័ន្ធគីមីមួយចឹងយើងបានចំនួនសម្ព័ន្ធគីមីធំ ADN ទី1ស្មើធំអងដក2ជាងស្មើធំអងយើងបាន33 80ដក2ស្មើ3378បាទសម្ព័ន្ធគីមីបាទអញ្ចឹងនៅសល់ធំដើមមួយទៀតចំនួនសម្ព័ន្ធគីមីធំ ADN ទី2ស្មើធំដើដក2នឹងស្មើ30សំទោសស្មើ2020ដក2ឃើញ2018បាទសម្ព័ន្ធគីមីចឹងដូចនេះចំនួនសម្ព័ន្ធគីមីADN ទី1ស្មើ3378សម្ព័ន្ធគីមីចំនួនសម្ព័ន្ធគីមី ADN ទី2ស្មើ2018សម្ព័ន្ធគីមីបាទចឹងបង្ហាត់របស់យើងចប់ហើយបាទយើងនៅសល់លំហាត់មួយចុងក្រោយរកប្រវែងរបស់ម៉ូលេគុលអញ្ចឹង ARN នាំសារមានន័យថាម៉ូលេគុល ARNM បាទហើយຂະຫນាតរបស់វាគេសួរគិតជាមីលីម៉ែត្របាទគិតជាមីលីម៉ែត្រគីល ARNM នាំសារមួយមានចំនួនរីបូនុយក្លេអូទីតសរុប1050អញ្ចឹងមានន័យថាចំនួនរីបូនុយក្លេអូទីតសរុបជាតូចរបស់ ARNM អញ្ចឹងយើងដាក់តាមបម្រាប់តូច ARNM ស្មើ1050ຂະຫນាតរីបូ1050រីបូនុយក្លេអូទីតបាទអញ្ចឹងនៅក្នុងហាត់នេះបងប្អូនទាំងអស់គ្នាមិនពិបាកទេអញ្ចឹងអញ្ចឹងយើងទាំងអស់គ្នាប្រវែងរបស់ NM មានន័យថារក L តូចរបស់ ANM យើងយក M តូចរបស់ ANM គុណនឹង 0.34 នាណូម៉ែត្រ
chẳng hạt bao nhiêu khi âm tôi hay nè nhưng nhưng rồi bộ bài bàn tỏ nhưng như bị trả đôi chùm ngày pi ri bầu nôi cleo tịt mùi từ ri bầu nôi cleo tịt mùi tiền mà tôn cái bìa sam sụp bốn nanomet chẳng những tiền bàn tôi rồi bỏ an tôi rồi bỏ an mà tôi rồi bỏ an con nừng tôn cái bìa sam sụp bốn nanomet chẳng những bàn chụp nụ chốt bàn một con hạ sấp con nâng sam sụp bốn con nâng đọc sĩ cấn đọ pì bài cho những tu tuật anh đọc sĩ cấn bộ mùi đọ pì sao đọc sĩ cấn đọ mùi nhưng tu tuật ta khơi bay rối hạ sấp rầm pì nanomet bạn rù xôm chạy mơ trong lại sân ta trầm trời đại được ọt và bay rối hạ sấp rầm pì nanomet chẳng dương một bay từ khát mm chẳng cừu rung lực phân tích mùi nanomet mà đọc second đọ với micromet và micromet mà đọc second đọ và muối mm mà đọc second đọ và bốn mét đấy chẳng đọc second đọ bay mà đọc second đọ và muối micromet không đọc second đọ bay đòn chẳng trong rô mm ôn khoan tay dọc đọc second đọ bay ní con được đọc second đọ bay ban đọc second đọ 6 mm ហើយបងចង់រកម៉ែត្រយើងគ្រាន់តែយកអានេះខុសពីម៉ែត្រ10សេគុណដក3ដងអញ្ចឹងយក10សេគុណដក6គុណ10សេគុណដក3បាន10សេគុណដក9ម៉ែត្ររួចមកបានយើងចូលសង់ទីម៉ែត្រនិងដេស៊ីម៉ែត្រអញ្ចឹងពីមីលីម៉ែត្រមកសង់ទីម៉ែត្រខុសគ្នាតែ10សេគុណដក1ដងទេចឹងយើងយក10សេគុណដក6គុណ10សេគុណដក1បាន10សេគុណដក7ហើយពីសង់ទីម៉ែត្រមកដេស៊ីម៉ែត្រខុសគ្នាដក1ដងទៀតជាងយើងបាន10សេគុណដក1ដងទៀត10សេគុណដក7គុណ10សេគុណដក1បាន10សេគុណដក8ហើយបើបងប្អូនចង់ប្របែកຂະຫນາດពីម៉ែត្រដេស៊ីម៉ែត្រសង់ទីម៉ែត្រមីលីម៉ែត្រមីក្រូម៉ែត្រទៅຂະຫນາດណាណូម៉ែត្រពីຂະຫນາដវិជ្ជមានទាំងអស់ហើយមួយទៀត1 Armstrong ស្មើ10សេគុណដក1ណាណូម៉ែត្របើយើងប្រវែក1ណាណូម៉ែត្រស្មើ10សេគុណ1 Armstrong 10សេគុណ1 Armstrong បាទអញ្ចឹងលោកគ្រូរំលឹកតែប៉ុណ្្នឹងបានហើយអញ្ចឹងយើងប្របែកទៅជាຂະຫນាតមីលីម៉ែត្រគុណ10សេគុណដក6អញ្ចឹងស្មើនឹង357គុណនឹង10សេគុណដក6មីលីម៉ែត្របាទអញ្ចឹងលំហាត់របស់យើងចប់ហើយអញ្ចឹងដូចនេះតូចរបស់ ANM ស្មើ357គុណនឹង10សេគុណដក6មីលីម៉ែត្របាទអញ្ចឹងយើងចប់លំហាត់រមាំងទី1យើងចូលរមាំងទី2បាទរមាំងទី2គេសួររកចំនួនអាស៊ីតអាម៉ាណេក្នុង1ម៉ូលេគុលប្រូតេអ៊ីនឬប្រូតេតទី2
រកចំនួនអាស៊ីតអាមីណេក្នុងមួយម៉ូលេគុលប្រូតេអ៊ីនបាទអញ្ចឹងបងប្អូនទាំងគ្នាចំនួនអាស៊ីតអាមីណេក្នុងមួយម៉ូលេគុលប្រូតេអ៊ីនយើងចាំរួមមុននឹងបានច្បាស់ហើយមែនទេបាទអញ្ចឹងយើងវិចារថាដោយរីបូនុយក្លេអូទីត3ជាក្រមនៃអាស៊ីតអាមីណេមួយនៅលើម៉ូលេគុល ANM ត្រីធាតុ2ត្រូវនឹងមួយជាកូដុងផ្ដើមនិងមួយទៀតជាកូដុងស្តុបអញ្ចឹងយើងបានចំនួនអាស៊ីតអាមីណេមួយម៉ូលេគុលប្រូតេអ៊ីនស្មើ m តូច ANM ដក6ចែក3ឬសេបាន m តូច ANM ចែក3ដក2នោះលេខចូល m តូចបានបំរាប់1050ចែក3ដក2ចឹង10ចែក3យើងបាន3 9សល់10សល់1តម្លាក់5 15បាន5 0ដក2ចឹងស្មើ348 AA បាទចឹងលំហាត់យើងចប់ហើយដូចនេះចំនួនអាស៊ីតអាមីណេមួយម៉ូលេគុលប្រូតេអ៊ីនស្មើ348អាស៊ីតអាមីណេបាទចឹងយើងចូលក្នុងសំណួរទី3រកចំនួន ANT ដែលចូលរួមសំយោគប្រូតេអ៊ីនខាងលើអញ្ចឹងយើងដឹងហើយយើងថាចំនួន ANT យើងដើម្បីរកចំនួន ANT យកចំនួនអាស៊ីតអាមីណេមួយម៉ូលេគុល ANT យើងយកចំនួនអាស៊ីតអាមីណេមួយម៉ូលេគុលប្រូតេអ៊ីនបូក1អញ្ចឹងយើងវិចារមួយពេលសំយោគប្រូតេអ៊ីនចប់អាស៊ីតអាមីណេមេធ្យូនីនដាច់ចេញពីច្រវាក់ប៉ូលីពeptideដាច់ចេញពីច្រវាក់ប៉ូលីពeptideអញ្ចឹងនោះ
យើងពិចារថាដោយ ANT មួយដឹកនាំដោយស៊ីតអាមីនេមួយចូលក្នុងរីបូសូមម្ដងមួយចូលក្នុងរីបូសូមម្ដងមួយអញ្ចឹងចំនួន ANT ស្មើចំនួនស៊ីតអាមីនេបូក1អញ្ចឹងអាស៊ីតអាមីនេ1ម៉ូលេគុលប្រូទីនស្មើ348បូក1ស្មើ349យើងដាក់ដូចនេះតែម្ដងដូចនេះចំនួន ANT ស្មើ349 ARNT បាទចឹងលំហាត់របស់យើងបាទចឹងយើងចប់ផ្នែកលំហាត់លោកគ្រូនឹងកែផ្នែកសំណួរបន្តទៀតចូលផ្នែកសំណួរវិញម្ដងអញ្ចឹងយើងចាប់ផ្ដើមចូលនៅក្នុងរមាំងទី1បាទរមាំងទី1គេឲ្យ9បន្ទុកឲ្យ9បន្ទុកនៅក្នុងសំណួររមាំងទី1មាន2សំណួរអញ្ចឹងក្នុងសំណួររមាំងទី1គេសួរថាតើវិស្វកម្មហ្សេនេទិកជាអ្វីអញ្ចឹងលោកគ្រូឆ្លើយវិស្វកម្មហ្សេនេទិកគឺជាសំណុំនៃបច្ចេកទេសគឺជាសំណុំនៃបច្ចេកទេសគឺជាសំណុំនៃបច្ចេកទេសដែលអាចធ្វើឲ្យមានបន្ទេហ្សែនមួយទៅក្នុងកោសិកាបណ្ដុះមួយដើម្បីឲ្យកោសិកាធ្មួលដើម្បីធ្វើឲ្យកោសិកាធ្មួលទទួលបាននៅលក្ខណៈថ្មីជាប់ទៅនឹងបន្ទេហ្សែននោះបាទអញ្ចឹងបងប្អូនទាំងគ្នាមើលថាចម្លើយនៅក្នុងសំណួរវិស្វកម្មហ្សេនេទិកជាអ្វីលោកគ្រូប្រាប់បងប្អូនថាដើម្បីនៅពេលដែលបងប្អូនទន្ទិញចម្លើយនៅក្នុងមុខវិជ្ជាផ្នែកជីវវិទ្យាអញ្ចឹងបងប្អូនទាំងគ្នាដំបូងត្រូវដឹងថាតើនៅក្នុងសំណួរមួយគេសួរពីអ្វីបងត្រូវយល់ពីពាក្យកន្លឹះនៅក្នុងសំណួរហើយបន្ទាប់មកទៀតនោះបងប្អូនទាំងគ្នាត្រូវដឹងថាតើចម្លើយនៅក្នុងសំណួរនោះមានប្រមាណចំណុចហើយចំណុចនីមួយនៅក្នុងចម្លើយហ្នឹងមានពាក្យកន្លឹះអ្វីខ្លះដែលសម្រាប់ធ្វើឲ្យបងប្អូនចងចាំបានណាអញ្ចឹងលោកគ្រូប្រាប់វិធីសម្រាប់បងប្អូនទន្ទិញទៅចាំបានល្អអញ្ចឹងបងប្អូននៅក្នុងសំណួរវិស្វកម្មហ្សេនេទិកនេះគឺមានពាក្យគឺជាសំណុំនៃបច្ចេកទេសណាដែលអាចធ្វើឲ្យមានបន្ទេហ្សែនមួយទៅក្នុងកោសិកាបណ្ដុះមួយដើម្បីធ្វើឲ្យកោសិកាធ្មួល
ដើម្បីធ្វើឲ្យកោសិកាថ្មូលទទួលបាននៅលក្ខណៈថ្មីជាប់ទៅនឹងបន្ទេហ្សែននោះបាទអញ្ចឹងនៅក្នុងចម្លើយវិសកម្មសេនេតិកនេះមានពាក្យកលឹះចំនួន6បាទបាទអញ្ចឹងនៅក្នុងសំណួរបន្ទាប់សំណួរទី2សំណួរទី2សួរថាចូលបកស្រាយរបៀបផលិតអរម៉ូនអាំងស៊ូលីនដោយវិសកម្មហ្សេនេតិកអញ្ចឹងលោកគ្រូឆ្លើយបកស្រាយពីរបៀបផលិតអរម៉ូនអាំងស៊ូលីនដោយវិស្វកម្មហ្សេនេតិកដោយវិស្វកម្មហ្សេនេតិកមានដូចជាបាទអញ្ចឹងនៅក្នុងសំណួររបៀបផលិតអរម៉ូនអាំងស៊ូលីនដោយវិសកម្មហ្សេនេតិកហ្នឹងមាន6ចំណុចអញ្ចឹងលោកគ្រូត្រេមួយចំណុចទី1យកក្រូម៉ូសូមរបស់មនុស្សដែលមានផ្ទុកហ្សែនសំយោគអាំងស៊ូលីនបាទនេះចំណុចទី1ចំណុចទី2កាត់យកហ្សែនដោយប្រើអង្គស៊ីមកាត់យកហ្សែនដោយប្រើអង្គស៊ីមកាត់ឬយើងហៅថាអង្គស៊ីមបង្រួមបាទចំណុចទី3យកផ្លាស្មីតរបស់បាក់តេរីចេញពីបាក់តេរីហើយកាត់យកអង្កត់មួយរបស់ ADN ដោយប្រើអង្គស៊ីមបង្រួមបាទអញ្ចឹងយើងបាន3ចំណុចហើយនៅក្នុងចំណុចទាំង3ទីយើងមានគេកាត់ហ្សែនរបស់ក្រូម៉ូសូមរបស់មនុស្សបន្តមកទៀតគេកាត់អង្កត់មួយរបស់ ADN ហើយគេចាប់ផ្ដើមភ្ជាប់រវាងហ្សែនរបស់មនុស្សជាមួយនឹងហ្សែនរបស់បាក់តេរីអញ្ចឹងចំណុចទី4ភ្ជាប់ផ្លាស្មីតភ្ជាប់ហ្សែនរបស់មនុស្សទៅនឹង
ទៅនឹង plasmid របស់បាក់តេរីទៅនឹង plasmid របស់បាក់តេរីបាទភ្ជាប់ gen របស់មនុស្សទៅនឹង plasmid របស់បាក់តេរីដោយប្រើអង្គស៊ីមភ្ជាប់ដោយប្រើអង្គស៊ីមភ្ជាប់បាទអញ្ចឹងយើងបាន4ចំណុចចំណុចទី5បាក់តេរីបន្តពូជបាក់តេរីបន្តពូជបង្កើតបានបាក់តេរីច្រើនបង្កើតបានបាក់តេរីច្រើនណាបាក់តេរីបន្តពូជបង្កើតបានបាក់តេរីច្រើនធ្វើឲ្យ gen សំយោគធ្វើឲ្យ gen សំយោគangulin ក៏កាន់តែច្រើនបាទអញ្ចឹងយើងបានមួយចំណុច2 3 4 5យើងបាន5ចំណុចហើយចំណុចទី6 gen នីមួយសំយោគ protein angulin gen នីមួយសំយោគ protein angulin បាទអញ្ចឹងនៅក្នុងរមាំងនេះគេឲ្យ9បន្ទុកអញ្ចឹងនៅក្នុងនិយមន័យបាន3បន្ទុកក្នុងកន្លែងនេះបាន1បន្ទុកកន្លែងនេះបាន1បន្ទុកចុងក្រោយនេះបាន1បន្ទុកហើយចំណែករបៀបផលិតអរម៉ូនអាំងស៊ូលីន1ចំណុចបាន1បន្ទុក1បន្ទុកនេះ1បន្ទុកនេះ1បន្ទុកនេះ1បន្ទុកបាទអញ្ចឹងយើងចប់នៅក្នុងសំណួររមាំងទី1យើងចាប់ដើមចូលនៅក្នុងសំណួររមាំងទី2បាទសំណួររមាំងទី2គេសួរថាតើ fossil ជាអ្វីហើយ fossil មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះអញ្ចឹងយើងចាប់ដើមចូលរមាំងទី2បាទរមាំងទី2បន្ទុក6បន្ទុកអញ្ចឹងមាន2សំណួរ fossil បាទអញ្ចឹង fossil យើងថាគឺជាសំណល់ឬស្នាមរបស់ភាវៈរស់ជំនាន់ដើមដែលបានបន្សល់ទុកក្នុងស្រទាប់សិលាបាទអញ្ចឹង fossil គឺជាសំណល់ឬស្នាមរបស់ភាវៈរស់ជំនាន់ដើមដែលបានបន្សល់ទុកក្នុងស្រទាប់សិលាបាទអញ្ចឹងយើងចប់សំណួរ fossil យើងចូលសំណួរមួយទៀត fossil មានសារៈសំខាន់ដូចជា fossil
មានសារៈសំខាន់ដូចជាបាទអញ្ចឹងសារៈសំខាន់របស់ fossil មាន2ចំណុចអញ្ចឹងលោកគ្រូត្រេទី1 fossil អាចធ្វើឲ្យយើងអាចធ្វើឲ្យយើងអាចធ្វើឲ្យយើងដឹងពីប្រវត្តិនៃការវិវត្តរបស់ភាពរស់គឺការកកើតការរីកចម្រើននិងការវិនាសបាត់ទៅវិញនៃប្រភេទជីវរស់នីមួយបាទអញ្ចឹងយើងចប់ចំណុចទី1ចំណុចទី2 fossil ធ្វើឲ្យយើងដឹងពីបាទធ្វើឲ្យយើងដឹងពីប្រវត្តិនៃផែនដីដែលបង្ហាញនៅលក្ខណៈអាកាសធាតុនាសម័យកាលនីមួយបាទអញ្ចឹងសារៈសំខាន់របស់ fossil មាន2ចំណុចបងមើលថាទី1 fossil អាចធ្វើឲ្យយើងដឹងពីប្រវត្តិនៃការវិវត្តរបស់ភាពរស់គឺការកកើតការរីកចម្រើននិងការវិនាសបាត់ទៅវិញនៃប្រភេទភាពរស់នីមួយចំណុចទី2 fossil ធ្វើឲ្យយើងដឹងពីប្រវត្តិនៃផែនដីដែលបង្ហាញនៅលក្ខណៈអាកាសធាតុនាសម័យកាលនីមួយបាទអញ្ចឹងនៅក្នុងសំណួរនេះមាន6បន្ទុកអញ្ចឹងឆ្លើយយមន័យបាន2បន្ទុកបាទហើយឆ្លើយចំណុចមួយបាន2បន្ទុកនេះបាន2បន្ទុកបាទអញ្ចឹងយើងចប់នៅក្នុងសំណួររមាំងទី2យើងចូលក្នុងសំណួររមាំងទី3ពីសំណួរគឺសួរថាតើអង្គស៊ីមគឺជាអ្វីអញ្ចឹងយើងចូលរមាំងទី3បាទរមាំងទី3បាន6បន្ទុកដូចគ្នាអញ្ចឹងយើងលោកគ្រូឆ្លើយយមន័យអង្គស៊ីមគឺជាកាតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈផ្សេង
បាទអង់ស៊ីមគឺជាកតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗអញ្ចឹងចូលសំណួរមួយទៀតគេសួរថាតើគេធ្វើចំណែកថ្នាក់ឈ្មោះនៃអង់ស៊ីមបានដោយរបៀបយ៉ាងដូចម្ដេចបាទអញ្ចឹងយើងឆ្លើយគេធ្វើចំណែកថ្នាក់ឈ្មោះនៃអង់ស៊ីមដោយផ្អែកលើកត្តា2គឺបាទលោកគ្រូត្រេទី1កត្តាទី1ដោយផ្អែកលើបាទដោយផ្អែកលើអឺយថាប្រភេទនៃកាតាលីករដែលជួយជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗដែលជួយជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗបាទកត្តាទី2ដោយផ្អែកលើឈ្មោះ substrate ដោយផ្អែកលើឈ្មោះ substrate ហើយបញ្ចប់ដោយពាក្យ as ហើយបញ្ចប់ដោយពាក្យ as បាទអញ្ចឹងក្នុងសំណួរនេះគេឲ្យ6បន្ទុកមានន័យថាយមន័យរបស់អង់ស៊ីមបាន2បន្ទុកបាទហើយកត្តាទី1នេះបាន2បន្ទុកហើយមេត្រីទីនេះបាន2បន្ទុកអញ្ចឹងសរុបទៅបាន6បន្ទុកបាទអញ្ចឹងយើងបញ្ចប់នៅក្នុងសំណួររមាំងទី3អញ្ចឹងយើងចូលសំណួរនៅក្នុងរមាំងទីបាទអញ្ចឹងយើងចូលនៅក្នុងសំណួររមាំងទី4បាទរមាំងទី4បន្ទុកគេឲ្យបាទគេឲ្យ8បន្ទុកបាទសំណួរគេសួរថាហេតុអ្វីបានជាត្រចៀកមនុស្សដែលមានជំងឺឆ្លងមានបញ្ហាទៅនឹងតុល្យភាពថេរលំនឹងហេតុអ្វីបានជាមនុស្សដែលមានជំងឺឆ្លងសូមម្ដងទៀតហេតុអ្វីបានជាត្រចៀកមនុស្សដែលមានជំងឺឆ្លងមានបញ្ហាទៅនឹងតុល្យភាពថេរលំនឹងអញ្ចឹងលោកគ្រូឆ្លើយបានជាត្រចៀកមនុស្សមានជំងឺឆ្លងមានបញ្ហាទៅនឹងតុល្យភាពថេរលំនឹងពីព្រោះបាទអញ្ចឹងបងមើលនៅក្នុងសំណួររបស់យើងនៅក្នុងសំណួររមាំងទី4
មានពាក្យកលឹះបាទមានពាក្យកលឹះត្រចៀកមនុស្សទី2ជំងឺឆ្លងទី3មានបញ្ហាទៅនឹងតុល្យភាពថេរលំនឹងអញ្ចឹងយើងរំលឹកឡើងវិញថាតកតងជាមួយនឹងលំនឹងតុល្យភាពថេរលំនឹងរបស់សារពាង្គកាយគឺមានសរីរាង្គខួរតូចនិងត្រចៀកក្នុងអញ្ចឹងមានន័យថានៅក្នុងសំណួរនេះចំពោះមនុស្សយើងដែលមានបញ្ហាត្រចៀកគឺមានជំងឺឆ្លងអញ្ចឹងជំងឺឆ្លងហ្នឹងឧទាហរណ៍ថាមានជំងឺអំបៅអំបែកមានជំងឺហើមត្រចៀកមានជំងឺខ្ទុះនៅក្នុងត្រចៀកអញ្ចឹងនៅពេលដែលមានជំងឺទាំងអស់នោះកើតឡើងបណ្ដាលឲ្យការបញ្ជូនព័ត៌មានពីនៅក្នុងត្រចៀកទៅកាន់ខួរក្បាលมันបានត្រឹមត្រូវគឺมันបានបញ្ជូនបានល្អដោយសារតែមនុស្សយើងមានបញ្ហាជំងឺតាក់ទងជាមួយមេរោគឬបាក់តេរីនៅក្នុងត្រចៀកអញ្ចឹងនៅក្នុងសំណួរនេះលោកគ្រូឆ្លើយឲ្យបងប្អូនមាន3ចំណុចបាទលោកគ្រូត្រេឲ្យបងប្អូនពីព្រោះមេរោគបង្កជំងឺឆ្លងពីព្រោះមេរោគបង្កជំងឺឆ្លងបណ្ដាលឲ្យត្រចៀកឡើងហើមបាទពីព្រោះមេរោគបង្កជំងឺឆ្លងបណ្ដាលឲ្យត្រចៀកឡើងហើមចំណុចទី2ធ្វើឲ្យជាតិរាវនៅក្នុងត្រចៀកធ្វើឲ្យធាតុរាវនៅក្នុងត្រចៀកបាទដាក់សម្ពាធទៅលើបំពង់ពាក់កណ្ដាលរង្វង់ដាក់សម្ពាធទៅលើបំពង់ពាក់កណ្ដាលរង្វង់បាទចំណុចទី3នឹងបណ្ដាលឲ្យរោមល្អិតនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនបានត្រឹមត្រូវបាទអញ្ចឹងលោកគ្រូឆ្លើយឡើងវិញបានជាត្រចៀកមនុស្សដែលមានជំងឺឆ្លងមានបញ្ហាទៅនឹងតុល្យភាពថេរលំនឹងពីព្រោះមាន3ចំណុចទី1មេរោគបង្កជំងឺឆ្លងបណ្ដាលឲ្យត្រចៀកឡើងហើមអញ្ចឹងនៅពេលដែលត្រចៀកឡើងហើមធ្វើឲ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាធទៅលើបំពង់ពាក់កណ្ដាលរង្វង់និងបណ្ដាលឲ្យរោមល្អិតនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនបានត្រឹមត្រូវបាទអញ្ចឹងនៅក្នុងសំណួរនេះគេឲ្យបន្ទុកបងអូនត្រេទី1បាន3បន្ទុកត្រេទី2បាន3បន្ទុកត្រេចុងក្រោយបាន2បន្ទុកបាទអញ្ចឹងយើងចប់នៅក្នុងសំណួររម៉ាំងទី4
យើងនឹងចូលនៅក្នុងសំណួររមាំងទីបញ្ចប់នៅក្នុងនិយាយសាររបស់យើងសំណួររមាំងទី5គេសួរថាតើប្រូតេអ៊ីនគឺជាអ្វីបាទអញ្ចឹងយើងដាក់រមាំងទី5នៅក្នុងសំណួររបស់យើងមាន3សំណួរអញ្ចឹងនៅក្នុងសំណួរទី1ក្នុងសំណួរទី1មាន2សំណួរអញ្ចឹងលោកគ្រូឆ្លើយឲ្យប្រូតេអ៊ីនគឺជាប៉ូលីមែនៃអាស៊ីតអាមីណេដែលបង្កឡើងពីច្រវាក់ប៉ូលីពពទីតដែលបង្កឡើងពីច្រវាក់ប៉ូលីពពទីត2ឬច្រើនបាទអញ្ចឹងយើងចប់សំណួរសួរថាតើប្រូតេអ៊ីនគឺជាអ្វីយើងឆ្លើយម្ដងទៀតប្រូតេអ៊ីនគឺជាប៉ូលីមែនៃអាស៊ីតអាមីណេដែលបង្កឡើងពីច្រវាក់ប៉ូលីពពទីត2ឬច្រើនអញ្ចឹងយើងចូលសំណួរបន្ទាប់នៅក្នុងសំណួរមួយតូចសំណួរសួរថាតើនៅក្នុងសារពាង្គកាយមនុស្សប្រូតេអ៊ីនមាននីតិយ៉ាងដូចម្ដេចអញ្ចឹងយើងឆ្លើយថានៅក្នុងសារពាង្គកាយមនុស្សប្រូតេអ៊ីនមាននីតិគឺលោកគ្រូឆ្លើយមួយចំណុចប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជីវិតប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជីវិតគឺជាសមាសធាតុគ្រឹះនៃជីវិតដែលបង្កើតនៅរាល់សមាសធាតុនៃសារពាង្គកាយក្នុងដំណើរប្រព្រឹត្តទៅនៃសារពាង្គកាយប្រូតេអ៊ីនមាននីតិដូចជាកាតាលីករជាអរម៉ូនជាអ្នកដឹកនាំជាប្រូតេអ៊ីនទម្រង់ប្រូតេអ៊ីនទម្រង់
ជាប្រូតេអ៊ីនតម្រង់ជាអង់ស៊ីមជាអង់ស៊ីមជាអង់ស៊ីមជាអង្គទីកបាទអញ្ចឹងលោកគ្រូឆ្លើយឲ្យឡើងវិញនៅក្នុងសំណួររបស់យើងបន្ទាប់ក្នុងរមាំងទី5ក្នុងមួយតូចហ្នឹងគេសួរថាតើនៅក្នុងសារពាង្គកាយមនុស្សប្រូតេអ៊ីនមាននីតិយ៉ាងដូចម្តេចខ្លះអញ្ចឹងយើងឆ្លើយថានៅក្នុងសារពាង្គកាយមនុស្សប្រូតេអ៊ីនមាននីតិគឺប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជីវិតដែលបង្កើតនៅរាល់សមាសធាតុនៃសារពាង្គកាយក្នុងដំណើរប្រព្រឹត្តទៅនៃសារពាង្គកាយប្រូតេអ៊ីនមាននីតិដូចជាកាតាលីករជាអរម៉ូនជាអ្នកដឹកនាំជាប្រូតេអ៊ីនតម្រង់ជាអង់ស៊ីមនិងជាអង្គទីកបាទអញ្ចឹងយើងចប់សំណួរទី1យើងចូលសំណួរទី2អញ្ចឹងសំណួរទី2គេសួរថាហេតុអ្វីបានជាគេនិយាយថាអាស៊ីតអាមីណេមានលក្ខណៈជាអាស៊ីតផងនិងជាបាសផងអញ្ចឹងយើងឆ្លើយថាបានជាគេនិយាយថាអាស៊ីតអាមីណេមានលក្ខណៈជាអាស៊ីតផងនិងបាសផងពីព្រោះនៅក្នុងម៉ូលេគុលរបស់អាស៊ីតអាមីណេនៅក្នុងម៉ូលេគុលរបស់វាឬក៏អាស៊ីតអាមីណេហ្នឹងមានបណ្ដុំការបុកស៊ីលCOOH មានបណ្ដុំការបុកស៊ីលជាបណ្ដុំអាស៊ីតនិងបណ្ដុំអាមីនជាបណ្ដុំបាសNH2 បាទអញ្ចឹងយើងចប់នៅក្នុងសំណួរទី2តូចឥឡូវយើងចូលក្នុងសំណួរទី3តូចសំណួរទី3តូចគេសួរថាហេតុអ្វីបានជាគេនិយាយថាអាស៊ីតអាមីណេមាននីតិជាអ្នកនាំសារបានជាគេនិយាយថាអាស៊ីតអាមីណេជាអ្នកនាំសារពីព្រោះអញ្ចឹងមាន2ចំណុចនៅក្នុងហ្នឹងបាទលោកគ្រូឆ្លើយឲ្យពីព្រោះទី1អាស៊ីតអាមីណេជាអ្នកបញ្ជូនព័ត៌មានប្រសាទវាជាអ្នកបញ្ជូនព័ត៌មានប្រសាទទី2ហើយមានឥទ្ធិពលទៅលើនីតិរបស់កោសិកាគោលដៅហើយមានឥទ្ធិពលទៅលើនីតិរបស់កោសិកាគោលដៅឬកោសិកាសាច់ដុំបាទអញ្ចឹងនៅក្នុងរមាំងទី5នេះគេឲ្យ10ពិន្ទុ
ចឹងគេឲ្យ10បន្ទុកនៅក្នុងយមន័យ protein បងបាន2បន្ទុកហើយចាប់ពីកន្លែងនីតិរបស់ protein ទាំងអស់នេះពីរបស់ protein អស់នេះបងបាន4បន្ទុកហើយសំណួរទី2បាន2បន្ទុកសំណួរទី3បាន2បន្ទុកបាទអញ្ចឹងបងប្អូនទាំងគ្នាយើងក្នុងវិញ្ញាសាទី5លោកគ្រូបានធ្វើចម្លើយជូនដល់បងប្អូនបញ្ចប់រួចហើយអញ្ចឹងសូមបងប្អូនទាំងគ្នារងចាំតាមដានការធ្វើបកស្រាយចម្លើយក្នុងវិញ្ញាសាទី3ជាវិញ្ញាសាជំរើសសម្រាំងសម្រាប់ត្រៀមប្រឡងបាក់ឌុបសូមអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយ